Hello សួស្តីបងប្អូនអរគ្នាខ្ញុំឈ្មោះប៊ុនម៉ាសប្តាហ៍ខ្ញុំរស់នៅរដ្ឋ California សហរដ្ឋអាមេរិកបងប្អូនអរគ្នាប្រកាសជាឆ្ងល់ហើយថាអីទៅជា Visa គូដដងឬក៏អង់គ្លេសហៅថា K1 Visa ហើយម្យ៉ាងទៀតគឺយើងអាចហៅថា fiancé visa ណាអញ្ចឹងខ្លីៗបងប្អូនអរគ្នាគឺយើងរត់ឯកសារទាំងអស់ហ្នឹងគឺដើម្បីទទួលបានទិដ្ឋាការ90ថ្ងៃមានន័យថាយើងទទួលបាន visa 90ថ្ងៃដែលគេអនុញ្ញាតឲ្យយើងទៅសហរដ្ឋអាមេរិកណាបងប្អូនហើយបន្ទាប់ពីយើងទៅដល់សហរដ្ឋអាមេរិកហើយគឺគេឲ្យពេលយើង3ខែទៀតបងប្អូននៅក្នុងការដែលយើងអាចរៀបការណាអញ្ចឹងគេកំណត់ថាពេលដែលយើងជន់ដីអាមេរិកហើយរយៈពេល3ខែគឺយើងត្រូវទៅរៀបការបងប្អូនបើមិនជាយើងអត់បានរៀបការទេវីសាយើង expire គេនឹងបញ្ជូនយើងមកវិញអញ្ចឹងណាហើយដើម្បីយើងរត់ឯកសារទាំងអស់ហ្នឹងបានគឺទី1គឺបងប្អូនអរគ្នាអ្នកធានាគឺគាត់ត្រូវតែមានសញ្ជាតិអាមេរិកទោះបីគាត់ស្រីក៏ដោយប្រុសក៏ដោយគឺត្រូវតែមានសញ្ជាតិអាមេរិកបងប្អូនអរគ្នាហើយពួកគាត់អាចយក green card ពួកគាត់ធានាក្នុង cash visa ហ្នឹងបានទេបងប្អូនហើយសម្រាប់ចំណុចទី2គឺសំខាន់ដែរបងប្អូនគឺពួកគាត់ទាំងពីរនាក់គឺត្រូវតែជួបគ្នាយ៉ាងហោចណាស់2ឆ្នាំគិតពីថ្ងៃដែលគាត់ជួបគ្នាហ្នឹងរហូតមកដល់ថ្ងៃគាត់ភ្ជាប់ពាក្យនៅខ្មែរណាអញ្ចឹងមានន័យថាម៉េចបងប្អូនខ្ញុំឧទាហរណ៍ថាបងប្អូនអរគ្នាភ្ជាប់ពាក្យនៅក្នុងខែ1ឆ្នាំ2025អញ្ចឹងយ៉ាងហោចណាស់ក៏បងប្អូនជួបគ្នាម្ដងនៅក្នុងឆ្នាំ2023ខែ1ដែរបងប្អូនដោយគេគិតថារយៈពេល2ឆ្នាំហ្នឹងយ៉ាងហោចណាស់ក៏យើងត្រូវជួបគ្នាម្ដងដែរមុននឹងយើងភ្ជាប់ពាក្យបានណាហើយចំណុចទី3គឺក៏សំខាន់ដែរបងប្អូនទៅលើអ្នក sponsor យើងអញ្ចឹងទៅលើអ្នក sponsor នេះដែរគឺมันប្រកាសថាអ្នកធានាយើងគាត់ត្រូវតែ sponsor យើងឯងបងប្អូនខ្ញុំឧទាហរណ៍ថាក្នុងករណីខ្ញុំផ្ទាល់ណាគឺពេលដែលប្រពន្ធខ្ញុំគាត់ធានាខ្ញុំហ្នឹងគឺគាត់ធ្វើការទៅបាន1ឆ្នាំឯងបងប្អូនប៉ុន្តែ sponsor ហ្នឹងគេត្រូវការ3ឆ្នាំណាតាក់ return ហ្នឹងណាចឹងទៅគឺគាត់ខ្វះ2ឆ្នាំទៀតបងប្អូនអញ្ចឹងក៏បងថ្លៃខ្ញុំគាត់ជួយចេញ sponsor ខ្ញុំអញ្ចឹងណាអញ្ចឹងយើងយកពីគាត់2ឆ្នាំមកបូកជាមួយប្រពន្ធខ្ញុំតាក់ប្រពន្ធខ្ញុំ1ឆ្នាំទៀតទៅអញ្ចឹងយើងបាន3ឆ្នាំហើយអញ្ចឹងបងប្អូនអរគ្នាមិនប្រកាសថាអ្នកធានាយើងគឺត្រូវតែ sponsor យើងឯងបងប្អូនទោះបីគាត់អត់ជាប់សាច់ឈាមជាមួយអ្នកធានាយើងអ្នកផ្សេងអ្នកក្រៅពីណាក៏អាចធានាយើងបានដែរឲ្យតែគេស្ម័គ្រចិត្តអញ្ចឹងណាហើយចំណុចទី4គឺជាចំណុចចុងក្រោយក៏ខ្ញុំគិតថាសំខាន់ដែរបងប្អូនអរគ្នាទោះបីអ្នកនៅខ្មែរក៏ដោយអ្នកនៅអាមេរិកក៏ដោយគឺទាំងពីរអ្នកហ្នឹងគឺត្រូវតែ free to marry ដែរណាមានន័យថាគាត់អត់មានការប្រខិតប្រខំឬក៏ការខាំងប្រខាត់អីអត់ឲ្យរៀបការបងប្អូនមានន័យថាបើសិនជាពួកគាត់ធ្លាប់មានអតីតពីមុនណាមានប្តីឬក៏គាត់មានប្រពន្ធពីមុនមកអញ្ចឹងគាត់ត្រូវលែងលះគ្នាដាច់ស្រេចណាបងប្អូនបើសិនជាគាត់អត់ព្រមលែងលះគ្នាទេពេលដែលមកដល់សហរដ្ឋអាមេរិកនេះពេលដែលគាត់ដាក់ពាក្យរៀបការគេរកឃើញថាអូខេគាត់អត់ទាន់បានលែងលះជាមួយនឹងអ្នកចាស់គាត់ទេគឺគេនឹង deny លើ case យើងមានន័យថាគេច្រានចោល case យើងគេអាចធ្វើការលើ case យើងបានទេបងប្អូនអញ្ចឹងចំណុចហ្នឹងក៏សំខាន់ដែរអូខេអញ្ចឹងខ្ញុំគិតថាអស់ហើយបងប្អូនសម្រាប់វីសាគូដណ្ដឹងគឺមានតែប៉ុណ្្នឹងខ្លីៗស្រួលយល់បងប្អូនអត់មានអីផ្សេងក្រៅពីហ្នឹងទេព្រោះខ្ញុំផ្ទាល់គឺខ្ញុំរត់ឯកសារអីខ្លួនឯងនៅលើហ្នឹងទាំងអស់អញ្ចឹងបងប្អូនអរគ្នាកុំឲ្យវីដេអូនឹងវែងពេកគឺយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតហើយវីដេអូក្រោយគឺខ្ញុំនឹងធ្វើអឺប្រាប់បងប្អូនអរគ្នាពីឯកសារអ្នកនៅអាមេរិកក៏ដូចជាអ្នកនៅខ្មែរណាថាតើគាត់គួរតែត្រៀមឯកសារអីខ្លះម្នាក់គួរតែត្រៀមឯកសារអីខ្លះដើម្បីគាត់ត្រៀមនៅក្នុងការរត់ឯកសារគូដណ្ដឹងហ្នឹងណាអញ្ចឹងអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាហើយបងប្អូនចូលចិត្តកុំភ្លេចចុច like subscribe channel របស់ខ្ញុំម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគ្នាអរគុណបាយបាយ